thuyền chặt cái lục tên bạn chơi con trai với màu mốc bạn chơi thằng mốc nó lên mốc đi tán chân lại cái y chừng mà bạn chơi này chơi đều tàng của mọi tạng đang bồ chia thọ mình cả bồ chia mình cả tâm đấy và đang về bồ chia hái trăm dương này đại phơi này thì cây đang bạn bồ chia đừng đòn hai chân bồ chia tới một lần đặt bia lên tuần trai đang tiền thọ thì nó từ trong một căn bạn bày bạn ăn vô để tha được thay play tôm ăn mô đẹp đi hay bồ chia này chân kia bật thầm đi nhông cả na công mang người ta cô bật tay ra công mang người ta cô lùm chăn nâng câu bờ rốt trong cô ta tôi tập vào hà lô tương lai đi đâu vào hàng năm cái nạn về đi nhông cả na chúng ta năm nay vô chúng tôi trong cô ta con trai tương laiต้องการงานដើម្បីបានអានវិទ្យុទៅថាជីវប្រវត្តិសង្ខេបរបស់បានតបបានរៀននឹងហើយរៀននេះដែលសង្ខេបបែបផ្លូវដូចតទៅប្រកាសនាមចាស់ជាទីការណៈសាធុតបរហលោកទាំងឡាយជាទីគោរពរាប់អានថ្ងៃនេះគឺជាថ្ងៃមួយដ៏ទុក្ខក្រៀមក្រំណាស់ថ្ងៃនេះគឺជាថ្ងៃទី2ហើយគឺថ្ងៃប្រហោះ11កើតឆ្នាំខែបោះឆ្នាំស្រូវត្រីស័កពុទ្ធសករាជ2565បាននឹងត្រូវនៅថ្ងៃទី13ខែមករាឆ្នាំ2022ជាថ្ងៃទី2ដែលយើងខ្ញុំទាំងអស់គ្នាជាក្រុមគ្រួសារនៃឧបាសកអៀងរិនហើយលេងនេះបានត្រូវប្រាត់ប្រាស់បាទកូនចៅមកមុខនេះបាទនៅប្រស្វាមីជាទីស្រឡាញ់នៅប្របីតាជាទីស្រឡាញ់ដែលស្ដេចម៉ាច់ជូរីបានផ្ដាច់អាយុសង្ខារនៃថ្ងៃម្សិលមិញគឺឧបាសកអៀងរិនហើយលេងនេះបាទនៅថ្ងៃម្សិលមិញគឺថ្ងៃពុធ5 10កើតឆ្នាំខែបោះឆ្នាំស្រូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី12ខែមករាឆ្នាំ2022នេះនៅក្នុងបច្ចេកវិទ្យាយុ88ឆ្នាំនៅវេលាម៉ោង00តាមទឹកនាទីដំណើរទៀតដោយសេរីភាពដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាជាក្រុមគ្រួសារកូនចៅទាំងឡាយមានអ្នកម្ដាយបាវិកាវណ្ណទៅរឿងជាភរិយានិកប់លោកស្រីលីនបាទផានីស្វាមីប្រតិបត្តិលោកស្រីផាន់បាទលីនដារីព្រមស្វាមីកូនចៅលោកស្រីលីនតោអានស្វាមីប្រតិកូនចៅលោករៀនប្រផលនិងភរិយាកូនចៅលោកស្រីបាលលីនស្រីពៅស្វាមីកូនចៅលោកស្រីលីនលក្ខណាស្វាមីប្រតិកូនចៅលោកស្រីបាទលីនឌីណាស្វាមីចៅបាទហើយលោកបាទលីនគឹមឆែហ្នឹងដែលជាក្រុមគ្រួសារមានភាពតបដែររបស់ឡៃជាគុណពេកទៅវត្តតានៅជីវៈបាទពេលមកលោកពុកទីស្រឡាញ់ស្វាមីទីស្រឡាញ់នៅថ្ងៃទាំងនេះជាការប្រត់ប្រាស់រាប់ហូបទៅហើយខ្ញុំកណ្ណានបានទៅអានពីជីវប្រវត្តិសង្ខេបដល់ផ្នែករបស់ឧបាសកអៀងរិនហើយនេះដូចតទៅឧបាសកអៀងរិនហើយលិនប្រកបនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ1999ជាកូនកសិករដែលមានលោកឪពុកឈ្មោះអៀងច័កនិងអ្នកម្ដាយឈៀវគិនមានទ្រព្យកំណើតនៅឯភូមិព្រៃកយស្រុកស្អាងខេត្តកណ្ដាលកាលពីកុមារភាពកុមារាអៀងរិនហើយលេងនេះដោយមានអត្តចរិតអកប្បកិរិយាជាបុណ្យបន្តពីអតីតជាតិផង
មានអាកប្បកិរិយាសភាពរៀបតាតគុតតគុំចេះស្ដាប់នមោមានមេដាបិតានិងគ្រូបាអាចារ្យពិសេសយល់ចិត្តច្បាស់ในការសិក្សារៀនសូត្រអតតាស់លេខជំនុំពុនតែតែងតែនិយាយថាប្រាប់តំបានមធ្យមរីឯងងគឺចំណេះវិជ្ជាដូច្នេះកុមារាបាទអៀងលិនហើយលេងនេះមានភាពការតស៊ូក្នុងការសិក្សារៀនសូត្រអតតាស់លេខជំនាញរហូតដល់បានតាមខ្លួនមានចំណេះវិជ្ជានិងបានធ្វើការនៅបានជាគ្រូបង្រៀននៅតែស្រុកបោះធំខេត្តកណ្ដាលហើយក៏មានគូគាត់បាទជាพ่อមេតៃបានត្រូវរៀបការជាមិត្តភក្តិជាគូអនាគតពេលមកព្រៃបាទហៅអញដែលចេញបាទរស់នៅជាក្រុមគ្រួសារមានសុភមង្គលជាមេដាល្អបាទមកកូនភូមិជាកូនចំនួន9នាក់ការធ្វើជាគ្រូបង្រៀនអស់រយៈកាល17ឆ្នាំនៅឯស្រុកបោះធំខេត្តកណ្ដាលតែជាអនុត្តរក្នុងរបប3ឆ្នាំ8ខែនិង20ថ្ងៃគ្រួសាររបស់លោកអៀងលិនហើយលិននិងលោកស្រីបាទហៅអញតិចអញចិចបាទក៏ដូចជាប្រជាពលរដ្ឋទាំងអស់ទទួលរងទុក្ខទោសគ្រោះថ្នាក់បានធ្វើបាបទរណកម្មរហូតដល់ធ្វើកាប់សម្លាប់ប្រជារាស្ត្រនៅក្នុងរបបប្រល័យពូជសាសន៍នោះហើយក៏ជាកុសលល្អនៅថ្ងៃទី7ខែមករាឆ្នាំ1979បានរណតេរំដោះសង្គ្រោះជាតិរំដោះប្រទេសជាតិឲ្យមានសិទ្ធិសេរីភាពកើតឡើងជាធម្មតាលោកអៀងលិនហើយលិនដោយមានចំណេះជំនាញនៅក្នុងបរិយាកាយនៅក្នុងសន្តានចិត្តក៏មានការតស៊ូហើយក៏បានចូលបម្រើការងារជាសេនាធិការស្រុកស្អាងជាយុវជនស្រុកស្អាងនៅថ្ងៃទី13ខែមីនាឆ្នាំ1975ការបម្រើបម្រាស់នៃការងារនោះដោយយកចិត្តទុកដាក់ប្រកបដោយសិទ្ធិរដ្ឋធម៌ហើយក៏ជាការបាននៅរបបប្រណៃពុយតានោះក៏ត្រូវអស់ភរិយាក្រុមគ្រួសារកូនចៅអស់ផងដែររហូតមកបានពេលរំដោះបានប្រទេសជាតិចេញពីរបប3ឆ្នាំ8ខែ20ថ្ងៃមកមានភាពតស៊ូក៏មានគូគាប់ភ្ជាប់និស័យបានរៀបការជាភរិយាទី2បាទស្លាប់មួយទៅជាមួយទៀតចឹងហ្នឹងបាទជាមួយនឹងកញ្ញាវ៉ាន់សារឿនអូកញ្ញាទៀតបាទកាលនោះនៅកញ្ញាណាបាទក៏បានជាគូគាប់ភ្ជាប់និស័យរស់ជាភរិយាស្វាមីប្រកបដោយធម៌ល្អហើយក៏បានបង្កើតជាកូន2នាក់រស់នៅយ៉ាងសុខសប្បាយក្រោមដំបូងមានឪពុកម្ដាយរហូតមកនេះដោយភាពតស៊ូរបស់លោកបាទអៀងលិនហើយវិញនេះនិងបាទជាអ្នកប្រកបដោយសិទ្ធិរដ្ឋធម៌ពិសេសជឿរឿងជាក់លើគុណព្រះពុទ្ធសាសនាជឿប៉ុនបានគុណទោសទោះបីជាការធ្វើការងារសំលើជាគ្រូបង្រៀនក្តីនិងជាយោធាសេនាធិការស្រុកក្តីក៏ប្រកបដោយសិទ្ធិរដ្ឋធម៌រហូតដល់បានឋានន្តរស័ក្តិជាបណ្ដាបណ្ដោះបន្តនៅក្នុងឆ្នាំ1993ត្រូវបានផ្លាស់ប្ដូរពីកន្លែងការងារពីសេនាធិការស្រុកស្អាងខេត្តកណ្ដាលមកជានាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិ DN នៅថ្ងៃទី9ខែសីហាឆ្នាំ1993បានបរមងារជាវរៈសេនីយ៍ត្រីជំនួយការលេខាធិការដ្ឋាននៅថ្ងៃទី9ខែសីហាឆ្នាំ1994ត្រូវបានឡើងឋានន្តរស័ក្តិជាអនុសេនីយ៍ឯកនៅថ្ងៃទី3ខែសីហាឆ្នាំ1995ត្រូវបានឡើងជាឋានន្តរស័ក្តិគឺវរៈសេនីយ៍ត្រីនៅថ្ងៃទី13ខែមីនាឆ្នាំ2001ក៏បានឡើងឋានន្តរស័ក្តិជាវរៈសេនីយ៍តូនៅថ្ងៃទី22ខែឧសភាឆ្នាំ2006ក៏បានឡើងឋានន្តរស័ក្តិជាវរៈសេនីយ៍ឯកនៅថ្ងៃទី17ខែធ្នូឆ្នាំ2001ក៏បានឡើងតំណែងជានាយករងលេខាធិការដ្ឋាននៅថ្ងៃទី22ខែឧសភាឆ្នាំ2006ត្រូវបានរាជរដ្ឋាភិបាលដំឡើងឋានន្តរស័ក្តិជាលេខបុគ្គលិក
ประเทศการยาไลจะน้องอ้อยในยุคประธานปกลักกระทรวงการต่างประเทศแต่ในไงที่ปีใครไม่เรียนนำปีก่อนตอนปลายปีไตรมาสยุคตั้งบางกายปีอดดองถึงในไตรในไงที่มวยใครมกรานำปีก่อนตอนประมวลไตรร้ายป้านของนั้นพนันตระตะเชียกายปีไอ้อดดองถึงในโตนั่นmà hai mình ban của tôi nơi mê tay được ra nâng ban của ta ở bên nát đất non viên của mốc ri rất hai vị ba chỉ phổ thông một thiên đại viên chắc chắn là đây là chung tay chỉ phổ mốc chỉ tràn đại viên thiên to câu nâng nông càng bơ càng nghĩa nâng ban của cô lại vài rốt chiều bà tóc là đọt nắng viên ca to phan là tí từ nát nơi trongของนายนั่นที่อารามที่ใต้ในเปียคานที่อารามวัดในคลองเรียนเจตุนีมันเป็นนี้นะให้ก็บางโรงเรียนที่ต้องการตั้งแต่ดาวบางโรงเรียนเปียนะได้เรียนกระเจี๊ยบนั้นบางสถานมันเติมบางก็บางต้องพลุนเจ้าดิวัดในนามบุญวันประบุญในนามปีวันต้องประบุญเจ้าดิวัดมาให้พอโรงเรียนจะธรรมดาบอกเป็นในวันบุญตอนที่បន្តជាអនុវត្តនៅថ្ងៃពុទ្ធដល់ការឆ្នាំខែបោះឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ទៅថ្ងៃទី12ខែមករាឆ្នាំ2022មកដល់មិញនេះនៅវេលាម៉ោង0:30នាទីរំលងអាទិត្យស្ដេចម៉ាច់ជរាជក៏បានមកផ្ដាច់អាយុសង្ខាររបស់ព្រះបាទតក់អៀងលិនហើយវិញនេះในคณะประชุมมีอายุ88ឆ្នាំដោយជ្រាបពេទ្យតែធ្វើឲ្យទូប្រមង្គមខ្ញុំបង្កើតណានបាននៃខ្ញុំទាំងគ្នាជាភរិយាជាក្រុមគ្រួសារកូនចៅទាំងឡាយមានភាពតបដៃអរឡៃជាពុនពេកពួកបីបាត់ទៅយល់នឹងព្រះពុទ្ធិកាមកដែងថាសង្ខារលោកមិនទៀងទាត់មិនថិតថេរតែតែកើតហើយត្រូវទៅត្រាត់ទៅវិញជាធម្មតាក៏ពិតមែនហើយហើយបាត់តែលោកឪពុកមានបញ្ជនដល់88ឆ្នាំក៏ពិតមែនក៏តែយើងចង់នឹងគ្នាក្រុមគ្រួសារមានភាពតបដៃអរឡៃជាពុនពេកបានហើយក៏បានរៀបចំធ្វើនៅពិធីបុណ្យតាំងពីថ្ងៃត្រឹមថ្ងៃនេះថ្ងៃស្អែករៀបចំទុកដាក់នៅសរីរៈរាងកាយរបស់អ្នកមានគុណដោយការបូជាដើម្បីបានអធិធិដ៏ល្អប្រពៃទុកជាការគោរពបូជានិងការចម្រើននៅព្រះព្រឹត្តធ្វើនៅតាមវិតាចេតនានុប្រទានអត់ទៅជួនដល់វិបាកកវិញ្ញាណអ្នកមានគុណមានបានឧបាសកអៀងលិនហើយលេងនេះដូច្នេះនៅទីបញ្ចប់នេះខ្ញុំបង្កើតណានជាបានយើងខ្ញុំទាំងគ្នាជាក្រុមគូសាកូនចៅទាំងឡាយសូមលើកហត្ថថាបន្តពងឯកលីប្រឹងប្រែងឲ្យជាព្រះរតនត្រ័យបានប្រព្រំទេវតាទៅធំគុំនិគមចន្ទបត្តិជាពិសេសទេវតាដែលមានផ្នែកទឹកជាទឹកបាទថែរក្សានៅព្រះរាជាណាចក្រកម្ពុជាសូមវិចារថាបាទអនាគតពិតជាមានមែននោះសូមចូលនៅប្រស្វាមីជាអស់មួយគ្រប់គ្រប់ជាតិអស់មួយជីវិតគ្រប់គ្រប់ជាតិនឹងជួបប្របីដានឹងជួបបងប្អូនគឺបាទតោះបាទរៀងលិនហើយវិញនេះបាទឲ្យប្រកបដោយចម្លងធម៌និងបានជាមរុកដល់ប្របីដល់ប្រសាចាក់ពេញតរៀងទៅនៅទីបញ្ចប់នេះខ្ញុំកណ្ណាទាំងបានពីខ្ញុំទាំងអស់គ្នាtrong nước thì con cam hai cô cao tức của tên khoai chung là có một ca đi chân Việt Nam thì ra thì đồn ta cùng vào trà thì tay tư huyền khăn này con trong thì này tô với bà con và yên lên hai lên đi và tô có thể tôi con cam hai của tôi là dương trong ngọc đi trong vô ta cùng chạy bàn tan bàn từ hai coi thì đâu phần anh ấy chỉ thòng từ tô mày con của ta đi nó thì căn tô có tên phố quen chỉ quan là chất rất râm từ tăng ti mà tâm của nhà mà con của con ấy việc vô từ làm người bạn tự nhiên đây lúc ở bốc này được làm mây là từ một đây phần thi không tập một đây bốc thì phê một thiết to đến từ hai một cái thi của linh ca phên quân của ta là đồng trang ta trung tập của họ lưu tương lai hai con một con chụp từng bơ bèn quân một ca giúp một nặng tập hạt của lẽ tập từng làm to riêng từ bằng nhiều to nên chỉ biếtប្រវត្តិយកទៅថានឹងខែបែបផ្លេងទេសូមបញ្ចេញនៅតតវេចាមតតនបងទៅតាថាធុឲ្យបានគ្រប់គ្នាទៅអងអនុមោទនាសូមអនុមោទនាបងបងតសូមជាបច្ច័យផុតទុកចម្រើនអស់គ្នាអនុមោទនាគ្រានេះសហបតី
ព្រមជាអីសូលោកាចូលគាល់ព្រះសាស្តាលើកហត្ថាសេរារៀបហើយពលពាក្យទូលថាសូមព្រះករុណាស្ដេចទ្រង់ជ្រាបត្បិតសត្វអន្តនទៀបទុកពលភាពបាបក្រៃក្រហាទុនតឹងព្រះធម៌ថ្លៃជានិស័យបច្ច័យច្បាស់ឥឡូវទ្រង់បានត្រាស់ត្រេកអរណាស់ពុំកន្តាអនុគ្រោះពុនបរិស័ទដែលជាប់ខាត់នៅដោយមហាឲ្យកើតមានបញ្ញាប្រកបនេះទីនេះហសូមអនុមោទនាស្ដាប់នៅវត្ថុទេសនាយកបញ្ញារៀងៗខ្លួនសូមអនុមោទនាសូមអនុមោទនាអ៊ីមេចតារោខ្ញុំមានអភិធម្មសុខពោគឺបតកោទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈបតកោទាំងឡាយ4ប្រការនេះវាថន្តោចូលចម្រុងចម្រើនកើតកើនចម្រើនកើតមានដល់បណ្ដាអស់លោកអ្នកជាសាធុសប្បុរសប្រុសស្រីទាំងអស់នៅក្នុងវរឱកាសនៃសម័យនេះនៅក្នុងវេលាកាលនេះពិសោធន៍ខ្ញុំព្រះករុណាអាត្មាភាពមាននៅសេចក្តីរាប់អានអំពីអិសរាសម័យម្ចាស់ដើមទានប្រធានអ្នកផ្ដាំបុណ្យក៏បានរតនានិមន្តដល់ខ្ញុំព្រះករុណាអាត្មាភាពសម្ដែងនៅព្រះសទ្ធាមគ្គពិសេសទេសនានៅក្នុងបរោហៈសម័យឬក៏ហៅថាសាយនហសម័យដើម្បីធ្វើជាគ្រឿងតាក់សតិដុតអារម្មណ៍របស់អស់លោកអស់អ្នកប៉ុន្តែមុននឹងសម្ដែងនៅពិសោធន៍ខ្ញុំព្រះករុណាអាត្មាភាពក៏សូមធ្វើការបណិយភ័យអត់ទោសអំពីសំណាក់អស់លោកអស់អ្នកដែលជាអ្នកចេះចាំនៅព្រះពុទ្ធវចនៈដែលជ្រៅជ្រះជាងខ្ញុំព្រះករុណាអាត្មាភាពពីព្រោះអាត្មាភាពនេះក៏ទើបនឹងលូតលាស់ថ្មីសម្ដីក៏មិនទាន់ល្អសម្លេងក៏មិនទាន់ពីរត់មកក៏មិនទាន់ល្បីថ្មីបីខ្ចីសេចក្តីដូចនេះហើយការសម្ដែងខ្លាំងខ្លាំងក្រៃលោប៉ះពោលទៅដល់ទឹកចិត្តទឹកហឫទ័យរបស់អស់លោកអស់អ្នកដូចនេះមានតែសូមធ្វើការខន្តីប្រណិយភ័យអត់ទោសតែប៉ុណ្ណេះឯងนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะទូលព្រះបង្គំខ្ញុំព្រះករុណាសូមក្រាបសំពះនមស្ការចំពោះព្រះភគវន្តតមនីបរមសាស្តាជាអម្ចាស់ដោយសេចក្តីគោរពសពសពការទាំងពួងនមស្ការនៃព្រះធម៌ទាំង84000ព្រះធម្មខណ្ឌ
đại chiaនៃកធោសម្រាប់ដឹកជញ្ជូនពងនាំយូសពតតនិកមកអន្តព្រំកន្ធប់យមជាមនុស្សទេវតាព្រះអន្តព្រំទាំងអស់ដឹកដាក់ដត្រៃមកខាងគូគឺព្រះនិព្វានដូចជាព្រះអង្គបានដែរនមស្ការនៃព្រះសង្ឃជាពុទ្ធគង់គង់សាវកដែលជាអ្នកថែនៅកែដំណើរនៃព្រះពុទ្ធសាសនារៀងរៀបតាំងពីសម័យពុទ្ធកាលក្តីបច្ចុប្បន្ននេះក្តីទាំងពីរគណៈគឺព្រះអរិយសង្ឃនិងសមត្ថសង្ឃដោយសេចក្តីគោរពអបតកាទាំងពួងអ៊ីតោបរាំងទេហមੰអរតិតាមិទីតីអំពីការតាំងរបស់នមស្ការនិងអាយាចនៈគាថាដោយសង្ខេបបាត់ខ្លីប៉ុណ្ណេះទៅតម្រូវដល់ខ្ញុំព្រះករុណាអាត្មាភាពនឹងលើកថ្លែងសម្ដែងអំពីព្រះពុទ្ធវចនៈរបស់ព្រះបរមសាស្តាជាអម្ចាស់ដើម្បីនឹងចែកជូនជាធម្មទានជូនទៅដល់អ្នកអស់លោកអអ្នកជាពុទ្ធបរិស័ទទាំងឡាយដែលជាអ្នកជឿជាក់និងជាអ្នកដើរតាមនៅតាមទម្លងនៃព្រះពុទ្ធសាសនារបស់ព្រះបរមគ្រូជាអម្ចាស់នៃយើងចឹងដោយនៃពិសោធន៍នៅក្នុងឱកាសនេះដោយដែលលោកតាអាចារ្យបានអាននៅសន្តរកថាឬក៏ដូចជាជីវប្រវត្តិសង្ខេបនៃឧបាសកអៀងវិញបងតែបានធ្វើមរណភាពនៅក្នុងថ្ងៃ10កើតខែបោះឆ្នាំផ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី12ខែមករាឆ្នាំ2022នៅក្នុងព្រះជន្មាយុ88ឆ្នាំបងហើយនៅក្នុងវេលាម៉ោង12:30 នាទីរំលងអត្រាចឹងដូចនេះគ្រូតានៃសពក៏មាននៅសមានតុបគឺតុបដ៏ក្រៀមក្រំតែកើតមាននៅក្នុងគ្រួសារនោះឯងដូចនេះហើយកូនចៅទាំងឡាយក៏ដូចជានៃភរិយានៃសពក៏បានរៀបចំបន់នេះជាបណ្ណកិច្ចនេះឡើងគឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិបាកៈនៃវិញ្ញាណនៃឧបាសកអៀងវិញហើយការដែលយើងផ្ដើមចេញបាននេះពិសោធន៍គឺផ្ដើមចេញអំពីក្រុមគ្រួសារនៃសពអ្នកផ្ដើមបុណ្យឧបាសិកាវ៉ាន់សារឹងប៉ុណ្ណាក្រុមទាំងភរិយាអ្នកស្រីលីនផានីព្រមទាំងស្វាមីនិងកូនចៅពេលអ្នកស្រីលីនដាវីបងដារីបងអត់សបព្រមទាំងស្វាមីនិងកូនចៅអ្នកស្រីលីនសូអានព្រមទាំងស្វាមីនិងកូនចៅលោកស្រីលីនសុផលលោកលីនសុផលនិងភរិយាព្រមទាំងកូនចៅអ្នកស្រីលីនត្រីពៅព្រមទាំងភរិយានិងកូនចៅអ្នកស្រីលីនយៈកេណាស្វាមីព្រមទាំងកូនចៅលោកស្រីលោកលីនលោកស្រីលីនឌីណាស្វាមីព្រមទាំងកូនចៅលោកលីនគំឆាយបងនឹងហើយទាំងអស់នេះគឺសិតសិនតែជាកូនចៅនៃសពដែលបានប្រារព្ធនៅកម្មវិធីបុណ្យជាបណ្ណកិច្ចឬក៏ហៅថាបុណ្យមរណកិច្ចពីព្រោះប្រភេទឈ្មោះនៃបុណ្យនោះពិសោធន៍គឺយើងហៅបានតាមលក្ខណៈច្រើនយ៉ាងនិយមគេហៅថាបុណ្យសពបុណ្យខ្មោចឬក៏មួយទៀតគេហៅថាបុណ្យមរណសង្គ្រោះចឹងហៅអ្វីក៏ហៅចុះនិយមតែសំខាន់គឺយើងយកតែមួយក៏បានដែរគឺបុណ្យមរណកិច្ចបងឬក៏ហៅថាអ្វីក៏បានតែតាមតែញាតិញោមទាំងអស់គ្នាបានយល់បានដឹងពោតាធវោហើយអស់លោកអ្នកជាសាធុកម្មរកប្រុសស្រីទាំងឡាយដូចនេះរបស់អ្វីទាំងអស់ដែលមាននៅក្នុងលោកកតន្តវិញ្ញជើងនេះរបស់ទាំងអស់នោះក៏មានការបែកបាក់និងក៏មានការវិនិច្ឆ័យទៅវិញជាធម្មតា
ដោយនេះហើយបានព្រះសម្មាសម្ពុទ្ធបរមគ្រូជាអម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងព្រះធម្មចាស់កប្បវត្តនសូត្រថាយ៉ាងកញ្ចសមុទយៈធម្មੰសាពានតាំងនរោធធម្មន្តិធម្មជាតិណាមួយកាត់ឡើងនៅក្នុងលោកនេះធម្មជាតិនោះមានការរលត់ទៅវិញជាធម្មតាយ៉ាងណាមិញអំពីជីវិតរបស់សត្វលោកទាំងឡាយដែលកើតមាននៅក្នុងលោកកតញ្ញវៈជាងនេះគឺយើងតែតែមាននៅការវិពពនិងមានការឈឺចាប់ជារាជាធម្មតាចឹងពុំអាចបុគ្គលណាម្នាក់អាចជៀសផុតអំពីសេចក្តីស្លាប់នេះបានក៏ពុំមានដែរនេះគឺជាច្បាប់នៃធម្មជាតិមួយក៏ដូចជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាអម្ចាស់ព្រះអង្គទ្រង់បង្រៀនឲ្យសត្វទាំងឡាយហ្នឹងបានពិចារណានៅក្នុងអាយុសង្ខាររបស់យើងពីព្រោះអាយុសង្ខាររបស់យើងនេះគឺស្ថិតនៅក្នុងនឹមនៃមជ្ឈទាំង3នឹងឯងគឺអនិច្ចំទុក្ខំនិងអនត្តាណាចឹងបុគ្គលទាំងអស់ដែលរស់រាននៅក្នុងលោកកតញ្ញវៈយើងនេះហើយយើងឃ្លាតចាកចេញអំពីអនិច្ចលក្ខណៈទាំង3ហ្នឹងនិយមគេហៅថាសាមញ្ញលក្ខណៈទាំង3ហ្នឹងឲ្យកិច្ចផុតបានកិច្ចផុតហ្នឹងគឺអត់បានទេដូចនេះហើយយើងត្រូវទទួលយកការពិតអំពីសេចក្តីពិតនៃជីវិតរបស់យើងនឹងឯងប៉ុន្តែការដែលយើងរស់នៅនឹងពិសោធន៍ក៏មានការជួបជុំគ្នាប្រៀបធៀបដូចជាអបាសកអេងលីនអញ្ចឹងញោមដែលជាស្វាមីហ្នឹងការដែលរស់រៀនមកគឺគាត់ជួបជុំជាមួយនឹងក្រុមគ្រួសារកូនចៅនឹងឯងកាលណាបើលោកទំនុកខាងតម្រាយកាយទៅកាន់បរៈលោកខាងមុខនោះហើយចឹងដូចនេះអ្នកដែលរស់នៅតែតែមានសេចក្តីទុក្ខជាទំងន់ចឹងសេចក្តីទុក្ខទាំងអស់ហ្នឹងសូមថាឲ្យវារលត់ទៅវិញឆាប់បានអត់និយមគឺអត់បានទេប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្រៀនយើងញោមនៅក្នុងព្រះធម្មបទអត្ថកថាលោកសម្ដែងជានេះថាបេមតោជាយតិសោកោបេមតោជាយតិខចាំពុទ្ធមុត្តសៈណាត់ថោជាតាមនេះយំថាសេចក្តីសោកកើតអំពីសេចក្តីស្រឡាញ់ភ័យកើតអំពីសេចក្តីស្រឡាញ់ការបើយើងទាំងបងអំពីសេចក្តីសោកនិងសេចក្តីស្រឡាញ់ចេញទៅហើយសេចក្តីទុក្ខនឹងមានមកពីណាហើយញោមទុកលះចាំអត់លះព្រាមមកបានអត់គឺអត់បានទេញោមចឹងហើយយើងត្រូវតែគោរពចិត្តចឹងយើងត្រូវតែគោរពចិត្តយើងឲ្យល្អប្រសើរបន្តិចម្ដងហើយណាមួយក៏ជាការកត់ហាត់អំពីសេចក្តីដែលយើងកាត់បន្ថយនៅសមត្ថទុក្ខដូចជាញោមអញ្ចឹងជាគ្រួសារជាកូនជាចៅកំពុងតែមាននៅសមត្ថទុក្ខទុកដល់ខ្លួននៅក្នុងក្រុមគ្រួសារនឹងឯងក៏ដែរទៅជាស្វាមីត្រូវជាលោកឪពុកតែជាទីស្រឡាញ់ជាទីពេញចិត្តតែលោកប្រឡប់នៅសង្ខារទៅគឺយើងតែមានការសោកស្ដាយនៃការអាណិតការអាឡោះអាល័យលោកមានអនុស្សាវរីយ៍ជាមួយគ្នាកាលណាបើលោកវាទៅហើយដូចនេះក្នុងសេចក្តីទុក្ខសេចក្តីសោកទាំងអស់ហ្នឹងយើងតែកើតមានបាននិយមហ្នឹងចឹងដូចនេះហើយយើងធ្វើយ៉ាងណាដើម្បីឲ្យជីវិតរបស់យើងបានពិចារណាក៏ដូចជាយើងបានធ្វើនៅសេចក្តីល្អឲ្យបានច្រើននៅក្នុងជីវិតនឹងឯងនៅក្នុងគម្ពីរសុតន្តវៃតកលោកសំដែងច្រើនណាស់និយមមានពាក្យថាមួយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្រៀនជានិយមថាអចេបកិច្ចមាតបញ្ញកោចញ្ញាវរណង្កវេអ្នកហេតុណោសង្ករន្តេអ្នកមហាសេនៃអ្នកមច្ចុណាការព្យាយាមជាគ្រឿងដុតកលែងបកគលគូតែធ្វើក្នុងថ្ងៃនេះឯងអ្នកណានឹងកាន់ថាសេចក្តីស្លាប់នឹងមាននៅក្នុងថ្ងៃស្អែកបានឬក៏នៅក្នុងថ្ងៃនេះបានអញ្ចឹងនិយមសេចក្តីស្លាប់នឹងឯងគឺយើងមិនអាចដឹងមុនថាពេលនេះស្លាប់ពេលនោះស្លាប់ឬក៏អាយុប៉ុណ្ណេះស្លាប់អាយុប៉ុណ្ណោះស្លាប់គឺយើងមិនអាចដឹងបានទេដូចនេះហើយមានតែការញ៉ាំងនៅសេចក្តីល្អការប្រព្រឹត្តនៅប៉ុននៅកសលនឹងឯងដើម្បីជាទីសក្ការៈសម្រាប់ខ្លួនយើងនឹងជាអបញ្ញតិកាលណាបើយើងទំនុកខាងទម្រាយទៅកាន់ប្រាក់លោកនេះទៅហើយគឺមានតែប៉ុនកសលនឹងឯងគឺ
ជាអ្នកឧបត្ថម្ភយើងគឺជាអ្នកឧបត្ថម្ភយើងឲ្យកើតនៅក្នុងទីភពភពទីដ៏ល្អទីដ៏ប្រសើរគឺអាស្រ័យទៅលើបុណ្យកុសលនឹងឯងអំពីបុណ្យកុសលនេះទីសោគឺព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់ត្រាស់សម្ដែងច្រើនណាស់ញោមសម្ដែងគឺកុំឲ្យយើងធ្វើនៅសេចក្តីអាក្រក់ឲ្យយើងប្រព្រឹត្តតែអំពើល្អហ្នឹងដើម្បីជាការដែលល្អសម្រាប់ខ្លួនឯងផងល្អដល់អ្នកដទៃផងណាហើយមួយទៀតគឺការញ៉ាំងចិត្តរបស់យើងឲ្យបានល្អឲ្យបានប្រសើរមួយទៀតគឺការដែលចម្រើននៅបុណ្យនៅកុសលឲ្យបានរឹកឲ្យបានរឿយជារៀងរាល់ថ្ងៃទាំងឯងគឺដើម្បីអ្វីទៅគឺដើម្បីឲ្យខ្លួនយើងមាននៅសេចក្តីល្អកាលណាបើយើងស្លាប់ទៅគឺយើងមាននៅគុណធម៌សេចក្តីល្អហ្នឹងគឺយកទៅតាមនឹងឯងចឹងយ៉ាងណាមិញព្រះសម្មាសម្ពុទ្ធឲ្យយើងពិចារណានៅក្នុងចំណុចទាំងអស់ហ្នឹងជាញោមកោហើយសេចក្តីស្លាប់ហ្នឹងសូត្រថាមានការរើសអើងហ្នឹងគឺអត់មានទេក៏ទៅក្នុងគម្ពីរសតន្តបិដកមហាវគ្គមហាបរិនិព្វានសោតត្រង់ខទី108ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់ត្រាស់ឧបមានៅជីវិតរបស់សត្វវលោកទាំងឡាយថាពេហរាបច្ចជេពុទ្ធាជេពាលាចបណ្ឌិតាអព្យាជេវតលិទ្ធាចសាពេមច្ចបរាជិណាពុជណាទោះបីថ្មីក្តីចាស់ក្តីពីលក្តីបណ្ឌិតក្តីជួនទាំងអស់ក្នុងតែមានសេចក្តីស្លាប់ជាទីបំផុតយ៉ាងណាមិញជីវិតរបស់សត្វវលោកទាំងឡាយក៏យ៉ាងនោះដែរយថាបេកុកការរសកតៈយថាបេកុកសារតៈកតាំងបតកៈធាចនាខតកាញ្ចមហន្តញ្ចកាញ្ចអមកញ្ញសាពៀងទីចបរិយន្តាំងអេបានមច្ចាលេជីវតាំងទេដីដែលស្មោះឆ្នាំងធ្វើខាងទោះបីតូចក្តីខំក្តីឆៅក្តីធាទាំងអស់នោះមានការវិនិច្ឆ័យទៅវិញចិត្តធម្មតាយ៉ាងណាមិញជីវិតរបស់យើងដូចគ្នាអញ្ចឹងនិយមនេះគឺជាប្រពុតកតិការបស់ព្រះសម្មាសម្ពុទ្ធហ្នឹងដែលព្រះអង្គទ្រង់ត្រាស់អ្នកសំដែងព្រីងប្រដៅទៅដល់ភិក្ខុក៏ដូចជាឧបាសកឧបាសិកាតាំងពីដែលព្រះសម្មាសម្ពុទ្ធបរមគ្រូដែលព្រះអង្គទ្រង់មាននៅប្រជជននៅឡើយដើម្បីជាគ្រឿងញ៉ាំងនៅអ្នកជាគ្រឿងញ៉ាំងមួយដ៏ល្អប្រសើរសម្រាប់ជីវិតយើងនេះឲ្យប្រព្រឹត្តតែអំពើល្អអំពើជាកុសលនឹងឯងបងញោមបងនេះបានចំណាយមកខ្លះដើម្បីជាការដាស់តឿនក៏ដូចជាការរំលឹកនៅក្នុងអាយុសង្ខាររបស់យើងនឹងឯងថាកាលណាបើយើងមាននៅសមានតុក្នុងហើយគឺមានធัวដើម្បីញ៉ាំងចិត្តរបស់យើងឲ្យយើងនេះកាត់បន្ថយនៅសេចក្តីទុក្ខបានជាច្រើនបងដើម្បីរៀននៅក្នុងព្រះពុទ្ធសាសនាគឺលោកមានសម្ដែងច្រើននិយមអំពីមេរៀនទាំងឡាយការញ៉ាំងចិត្តរបស់យើងឲ្យបានល្អប្រសើរកាលណាបើយើងមាននៅសេចក្តីទុក្ខព្រាមអញ្ចឹងព្រះធម៌អាចជួយយើងបានដែរនិយមជួយយើងយ៉ាងម៉េចជួយយើងឲ្យបានរឹងមាំឲ្យបានល្អប្រសើរគឺការតាំងនៅក្នុងសិលសមាធិបញ្ញាឲ្យយើងរឹងមាំមាននៅសតិតាំងមាំល្អនេះក៏ជាមូលហេតុជាមូលដ្ឋានគ្រឹះមួយដើម្បីឲ្យយើងរឹងមាំនៅក្នុងជីវិតរបស់យើងនឹងឯងក៏តែយ៉ាងណាមិញបើយើងគិតអំពីសេចក្តីទុក្ខនោះគឺយើងមិនអាចកាត់បន្ថយព្រាមទេមកសម្ដែងមកក្រោយបន្តិចក៏មិនអាចកាត់បន្ថយព្រាមបានទេវាត្រូវតែមានថ្ងៃមានពេលវេលាដើម្បីកាត់បន្ថយបន្តិចម្ដងហើយសេចក្តីទុក្ខនេះពិសោធន៍គឺទុក្ខមានច្រើនណាស់ញោមប៉ុន្តែថាសម្ដែងមកប្រពូនោះគឺទុក្ខសច្ចៈទុក្ខសមុទយសច្ចៈទុក្ខនិរោធសច្ចៈនិងទុក្ខអ្នកសច្ចៈជាដើមហ្នឹងហើយអញ្ចឹងនៅក្នុងទុក្ខកសច្ចៈហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាតិកតុក្ខាជារាបតុក្ខាជាតិកតុក្ខាមរណង្គតុក្ខាសាកៈបរិតេបតុក្ខតមនោតបញ្ញសាអបយេសម្បយោគោទុក្ខោបយេរពពគោទុក្ខោចាំបច្ឆានលៈបតិតាមបតុក្ខានេះអំពីសេចក្តីទុក្ខហ្នឹងញោមទុក្ខតាំងតែពីយើងមានកំណើតជាតែការមានកំណើតទុក្ខាបិក៏ជាទុក្ខជាទីការមាននៅជំងឺក្នុងការផ្សេងទុក្ខាបិក៏ជាទុក្ខជារីបានដល់នៅការចាស់ទ្រុឌទ្រោមទុក្ខាបិក៏ជាទុក្ខហើយអ្វីដែលសំខាន់ទុក្ខធំគឺមរណៈទុក្ខនេះមរណៈទុក្ខហ្នឹងយើងកំពុងតែជួបហ្នឹងញោមក៏គេនិយមជាក្រុមគ្រួសាររិស័ព្ទនៃឧបាសកអេមលីហ្នឹង
nó không còn phải chú cho môi nâng để mẹ là tộc mình ảnh của từ tộc là krim con một con là không chỉ có từ bóng dư còn là non con tô xa cả đôi chỉ nhiệt hai phong và bóng chết kia mình ảnh có ban châu rung lại tộc nên là từ pro bên kia tộc vui là không một con sầm rạp chỉ vật cả bóng dư và đôi chỉ con tô xa đây giờ mình ảnh từ này hao từ miền tại cứ tìm ọt nên mình ảnh có bay châu rung lại nơi sẽ lại tộc hai mối tên dương và trai miền nơi sang cả hạ vợ khó cứ kiệt phố là đang bay rung lại nơi sẽ lại tộc mình ảnh hay phố nên vì sao từ kiệt phố đó sẵn khăn mối nhìn nhộn thì phố được nông con sót con ấy mình môi đến bây giờ mình ai cái trong đang được thi đi ấy được vào bay program từ chơi thi ngoài châu rung nó cứ mình đang thiên lên cái gì có từ ngày hai từ miền tài sang cả hạ vật khó từ vật khô tại chuyên sừng cơ từ miền buồn dạng chân tì mũi tiền liệt từ mọc vì tiệt thiên là dụ chẳng tại là cả áo như đồng nào chân tiền liệt nên ai từ cả châu rung chay đồng đây cả châu rung có nơi lôi cả đi kia đám châu rung nơi sẽ ở đây đó cả chay nơi là con từng là rung trong này là non cam để thi con người ở đây có xanh nhưng ở đấy là không cứ chỉ cam chay đồng này thì mỗi cái cứ phải diện việc trà thì tùy vậy diện việc trà nâng ái nhìn ông từ ca phô là kia đó phô tiện kia có sau rồi cài dương bàn phô nơi sự kia sạch ở đây phô nơi priệt thiệt tha xanh ở đây cả đôi cài nhiệt nhôm bàn namasaka đồng đất ở đó con Pravatana trai thuộc ở đây ca sama tiên nơi chợ sau cái đấy nên anh cứ chỉ ca phô tiện môi đó lõ đó là sàn có hay cái tì phỉ ở trong này tì bay người anh cứ để samana cả tạng cứ ca chơi ca để chơi tì bay có cứ để samet chi vật tà có samet chi vật tà cứ ca để chơi thì trong chỉ vật đó là ai lõ xá với cả hai mối tiết cái hai tháng để ca đại diện của Phật luôn này ban tiếp ở ban lõ và xa rất đông mấy để châu rung nâng ai vào Obama thằng nhị nhôm mình nghe chị ai đã lòng chưa ông nhà chẳng tới nghe được nói nó cứ có tận tiếp hay có châu rung được ngon càng được thi có mình phải dùng tay tông để nơi trong cuộc sang để sọt viên Obama sẽ ca liên quan để sở rừng để tạo nâng ai chẳng hay được đi cứ ca được chơi tu là ca ở một cái cứ ca để đi thì trong chỉ vật smart kia mình có ca để trở tạo nâng ấy từng ông đi tháo cứ chỉ ca tại chứ có bay rồng lại nơi để mẹ là nặng tộc mình hành rồi môi tiếp cứ ở bay giờ bay thì ông là dừng để bạn bắt bong được bong ta chỉ ti sờ lanh chỉ ti bình chân nó là tộc hà bay coi chỉ tộc để áp phải dê sang phải vô cô tộc tháo phải dê cô phải vô cô tộc tháo để ca tại chứ đang nặng chủ mũi nó là con để từng lai cái đấy tộc hà phải coi chỉ tộc chắc là bay đây chỉ tu tại miền nơi sẽ đây tộc phải sớm mà tham có rồi ông tôn trăng tiệt thì nó thà chẳng phải thăng được lại phải tam phải tộc thăng sang khắp đây để bay cho ba tiên là thăng tiệt tộc thà chẳng là bay là phải can mua chua chủ mũi nên sẽ đây tộc cứ ban chặt khăn nâng ai ban chặt khăn từ miền rung về từ miền sang nhà sang kha chợ đào nâng ai cứ chia sẻ đây tốt là không trường bế tốt là không trong rong là phải sang có rong một ru rồi ông trong rung luôn tranh nhộng pi mình ước sở đột như là khô to rồi ông trong bàn tăng này là lo cả sang cô diễn cứ rồi ông trong trang sầm tay rồi ông trong sầm son là ba đồng bay trao các hình dung tầm bay cả xoay do nơi sạch chặt khô nâng ai được nông mê đi tập bóng để sầm á sang quốc hay rồi ông có ban để ra sầm tay chạy chun ở đâu việc xa ca ở ba sọ ở ba cái ca việc đào nâng anh có cái gì nhung snap ba đấy như tôi không snap ban quán như nhung đó còn hay sầm tay nó quay được lấy như nhung đồng bom có ba cái trong mình to cái có ba nó nhung sầm tay phần đang sang đấy là sầm tay tôi quay thành đôi nhịp nhôm của bạn quay của bạn ấy làm ui tôi có flat nơi đây gọi là đặt khô cát lá vừa ảo ả có so châu tôi thì hai cái cùng bạn nơi bọn nơi
ថាសំដែងមកតកតងជាមួយកម្មវិធីបុណ្យសពនេះបានច្រើនប៉ុន្តែសំដែងទៅក៏គ្នាជួបតកតងជាមួយនឹងសេចក្តីទុកវិញបងចឹងដូចតែគ្នាដែរនិយមណាអ្វីដែលសំខាន់បំផុតគឺយើងបានរៀបចំនៅសពនៃឧបាសកអ្នករៀនហ្នឹងឲ្យបានល្អហើយបានបន្តទុកនៅក្នុងនៃវិទ្យាសាស្ត្រហ្នឹងគឺសម្រាប់ការយកទៅពលជាតិថ្ងៃស្អែកចាបងថ្ងៃថ្ងៃស្អែកហ្នឹងឯងចឹងគឺនេះគឺអ្វីដែលសំខាន់គឺយើងបានរៀបចំសពតម្កល់ទុកឲ្យបានល្អហើយបានពលបងពលជាតិនឹងឯងដើម្បីឲ្យទៅសពផលបងជូនទៅដល់ពិបាកនៃវិញ្ញាណនៃឧបាសកនេះเองនឹងឯងក៏ចឹងស្មាសម្ដែងមកប៉ុណ្ណឹងបានហើយញោមណាក៏ចឹង